បន្ទាប់មកខ្ញុំបាននាំគ្រូពេទ្យល្អបំផុតនៅក្នុងរដ្ឋធានីជាមួយខ្ញុំជួសជុលភាគខាងត្បូងដ៏ល្អបំផុតខ្ញុំបានមកដល់មាត់ទ្វារដំណាក់ភីមឹងសៀនចិនកំពុងឈរលើកៅអីហើយក៏របស់គាត់នៅក្នុងរង្វង់ខ្សែពួរយំយ៉ាងកំសត់រងចាំនរណាម្នាក់ជួយសង្គ្រោះនាងពេលឃើញខ្ញុំមកនាងយំកាន់តែខ្លាំងបងស្រីទីបំផុតបងមកដល់ហើយតារាបណាអ្នកយល់ព្រមខ្ញុំនិយាយកាត់ការសម្ដែងរបស់គាត់ខ្ញុំគ្រវីដៃហើយអ្នកបម្រើក៏ដាក់ឈូយ៉ាងខ្លាំងនៅលើដីឮសំឡេងទង់ដ៏ខ្លាំងអូនជីដូនមួយបានជាចង់ស្លាប់ក្នុងនាមជាបងស្រីម្នាក់តើខ្ញុំមិនបំណងអូនបាននេះគឺជាឈើភាគខាងត្បូងដ៏ល្អបំផុតប្រឆាំងនឹងពុករលួយធន់នឹងសាមប្អូនជីដូនមួយអាចទៅដល់ពេលអ្នកអស់ដង្ហើមអាចមើលសាកសពបានភ្លាមខាត់មិនឲ្យប្អូនស្លាប់បិទភ្នែកមិនចិត្តទេមើលមឈូដល់ខ្មៅនោះជើងរបស់នាងចាប់ដើមញ័រនាងនឹកស្មានមិនដល់ថាខ្ញុំសាហាវយ៉ាងនេះសូម្បីតែមឈូក៏ត្រៀមរួចរាល់ដែរហ្វូងមនុស្សនៅជុំវិញគាត់មានការភ្ញាក់ផ្អើលក្នុងរឿងដូចដើមមិនត្រូវទេមែងឈានចិនចុះឡើងសុទ្ធតែពិបាកទាត់ក៏មិនត្រូវមិនទាត់ក៏មិនត្រូវពេលនាងកំពុងស្ទាក់ស្ទើរម្រាមដៃរបស់ជាវខៀចលនាបន្តិចថ្មមួយបានចេញមកហាជើងដែលមិនទាន់ទាត់ចេញនោះក្រណាត់ស្ដែបព្យូលើធ្នើទ្វារក៏បាក់ខូចតែចំណងមឹងសៀនចិនស្រែកឈឺដៃកាន់ខ្សែពួរក៏ដួលផ្ងាជើងមុខរបស់នាងប៉ះនឹងជ្រុងឈូធ្វើឲ្យនាងឈឺចាប់ស្រែកត្រហោគ្មានសញ្ញាណាមួយនៃការស្វែងរកសេចក្តីស្លាប់ទេសាវឈីយូសើយ៉ាងត្រជាក់សំឡេងនោះបានបន្លឺពេញគ្រប់កន្លែងទៅស្ដេចយំរីក៏មិនទទួលយកអ្នកសម្ដែងបែបនេះទេពេលរៀបការចិត្តមកដល់ហើយដំណាក់ជីងបានផ្ញើរ៉ូបអាពីពីពីរ៉ូបអាពីពីពីបានប្រើប្រាក់សូត្រដល់ថ្លៃបំផុតវាត្រូវចំណាយពេល3ខែដើម្បីដេកដោយខ្សែមាសប៉ាក់សិតហងក្រហមឆ្អិនឆ្អើស្អាតយ៉ាងខ្លាំងខ្ញុំឈរនៅមុខកញ្ចក់សម្លឹងមើលរូបរាងស្រស់ស្អាតរបស់ខ្លួនមានការភ្ញាក់នេះជាអ្វីដែលឈីយីងគួរតែមានមិនមែនជាអ្នកដែលស្លៀករ៉ូបពណ៌ប្រផេះទេសំបីខ្ញុំក៏ត្រូវខ្ទប់មាត់ដូចតុកតានៅពេលនេះមានសំឡេងរំខាននៅខាងក្រៅទ្វារបន្ទាប់មកទ្វារត្រូវបានរុញឲ្យបើកចំហពេយជន់ហឺបានឲ្យលុយទៅអ្នកយាមនៅក្នុងដំណាក់បន្ទាប់មកគាត់លួចចូលមកគាត់ក៏ឃើញខ្ញុំស្លៀករ៉ូបអាពីពីពីនៅពេលនោះក្រសែភ្នែករបស់គាត់មានភាពស្មុគស្មាញដល់កម្រិតខ្លាំងមានការភ្ញាក់ផ្អើលមានការសោកស្ដាយមានការលោភលន់ហើយមានភាពចង់បានជាម្ចាស់កម្មសិទ្ធិមួយប្រភេទគាត់មិនដែលឃើញខ្ញុំស្អាតបែបនេះទេតែធ្វើឲ្យគាត់មិនហ៊ានមើលតែធ្វើឲ្យគាត់ចង់បានខ្លាំងឡើងចិត្តឈួតប៉ុន្តែគាត់ក៏ដឹងខ្លួនឡើងវិញយ៉ាងលឿនហើយធ្វើទឹកមុខដូចរាល់ដងគួរឲ្យស្អប់ខ្ពើមមួយបានលេចឡើងនៅលើមុខគាត់ជ្រួញចិញ្ចើមរួចបោះជំហានទៅមុខមួយជំហានធំលុកដៃមកទាញដៃអោរបស់ខ្ញុំរ៉ូបអាពីពីនេះបង្ហាញរៀងច្រើនពេកហើយទាបខ្លាំងណាស់វាមិនសមរម្យទេហើយពណ៌នេះក្រហមឡើងជាងភ្នែកមិនអាចទ្រាំទ្របានវាមិនសមនឹងអូនតតែសោះនាងពីមុខក្រែងមិនចូលចិត្តពណ៌ឆាតឆាយខ្លាំងទេជាអ្នកគាត់និយាយបន្តគាត់យកកញ្ចប់មួយចេញបន្តបើកវាហើយយកមកមើលវាខាងក្នុងមានរ៉ូបវែងពណ៌ធម្មតាមួយគ្មានប៉ាក់ឬផ្កាអ្វីដូចជារ៉ូបកាន់ទុកឆាប់ដោះវាចេញខ្ញុំយកអាថ្មីមួយមកឲ្យនាងទោះបីជាក្រណាត់រ៉ូបនេះមិនមែនជាក្រណាត់ណាស់តែវាសាមញ្ញនិងថ្លៃថ្នូរពាក់វាទៅអ្នកនៅតែស្អាតរ៉ែយីងរហូតមកដល់ពេលនេះគាត់នៅតែព្យាយាមដាក់វិន័យការស្លៀកពាក់របស់ខ្ញុំនៅតែព្យាយាមប្រើសោភ័ណភាពរបស់គាត់ដើម្បីរំលោភលើឆន្ទៈរបស់ខ្ញុំគាត់មើលមិនឃើញសម្រស់របស់ខ្ញុំតតែសោះគាត់គ្រាន់តែឃើញនារីមិនស្ដាប់បង្គាប់ខ្ញុំថយក្រោយមួយជំហានគេចពីដៃគាត់ភ្នែកដូចជាកំពុងសម្លឹងមើលមនុស្សឈួតបេជុនហឺតើអ្នកមកពិធីបុណ្យសពមែនទេយកក្រណាត់របស់អ្នកចេញទៅបេជុនហឺឈោស្ងៀមកាន់រ៉ូបពណ៌ស្នោះមុខពោពេញដោយការមិនជឿខ្ញុំធ្វើដើម្បីឲ្យនាងល្អសៀវជីយូនោះចាត់ទុកអ្នកគ្រាន់តែជាប្រដាប់ក្មេងលេងមានតែខ្ញុំទេដែលខ្វល់ពីគុណធម៌របស់អ្នកស្លៀកពាក់បែបនេះគ្រាន់តែអាចទាក់ទាញមនុស្សប្រុសធ្វើឲ្យគេមើលងាយទេខ្ញុំលែងខ្វល់ជាមួយគាត់ងាកមកអង្គុយនៅពីមុខសង្អាដៃគូចិញ្ចើមនៅមុខកញ្ចក់ការមិនអើពើបែបនេះវាប្រហារគាត់ខ្លាំងជាងស្ដីបន្ទោសគាត់ធ្វើឲ្យគាត់កាន់តែមិនស្រួលមោទនភាពភីយ៉ិនត្រូវបានគេប្រមាថយ៉ាងខ្លាំងគាត់ប្រញាប់ប្រញោលទៅពីក្រោយខ្ញុំសម្លឹងមើលកញ្ចក់មើលអ្នកដែលមិនខ្វល់ពីគាត់ធ្វើឲ្យគាត់ឈួតហើយគាត់ចាប់ខ្នងកៅអីដោយដៃទាំងពីរសរសៃឈាមលោតស្រែកខ្លាំងតើនាងពិតជារៀបការជាមួយគាត់មែនទេនាងពិតជាចង់បន្ទាបបន្ទោសខ្លួនឯងមែនគាត់គ្រាន់តែលេងជាមួយនាងដល់លែងមានអារម្មណ៍ថ្មីហើយនាងនឹងត្រូវបានគាត់ប៉ះបង់ចោលពេលនោះទោះនាងយកមកអង្វរខ្ញុំក៏ដោយខ្ញុំក៏លែងយកនាងដែរឈូយីងនាងគុំស្ដាយក្រោយឲ្យសោះទឹកមាត់របស់គាត់ព្រុសពេញនឹងខ្ញុំខ្ពើមហើយជ្រួញចិញ្ចើមគៀបនឹងឲ្យគេដេញគាត់ចេញស្រមោលមួយធំខ្ពស់បានឈរបិទផ្លូវខ្ញុំសៀវឈីយូបានមកប៉ុន្តែលើកនេះគាត់មិនធ្វើអ្វីទេគាត់ក៏មិនបានខឹងទេគាត់គ្រាន់ស្ងប់ស្ងាត់ដកយកគំនរក្រដាសក្រាស់ពីរដៃអាវរបស់គាត់ចេញដោយស្ងាត់បោះលើតូសំអាងលោកប៉ៃបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់ពីយ៉ាងគាត់បានមើលចុះក្រោមដោយមិនដឹងឃើញនៅលើតូសុទ្ធតែប្លង់ដីនិងប្លង់ផ្ទះលិខិតផ្ទេរកម្មសិទ្ធិនិងការផ្ទេរកម្មសិទ្ធិអចលនទ្រព្យពាណិជ្ជកម្មត្រូវប្រកាសសរសេរផ្ទេរទាំងស្រុងទៅឈីយេងញេងបេពីសៀវឈីយូដាក់ដៃលើស្មាខ្ញុំហើយនិយាយថាសំឡេងនោះស្ងប់ស្ងាត់ប៉ុន្តែវាមានកម្លាំងខ្លាំងនេះគឺជាទ្រព្យទាំងអស់នៅក្រោមឈ្មោះរបស់ខ្ញុំរួមទាំងដំណាក់របស់ព្រះអង្គម្ចាស់ពាក់កណ្ដាលផងដែរត្រូវបានផ្ទេរស្ថិតនៅក្រោមឈ្មោះរបស់យាយញេងបើសិនថ្ងៃណាមួយខ្ញុំធ្វើខុសចំពោះនាងរបស់ទាំងនេះគ្រប់គ្រាន់សម្រាប់នាងខ្លាចជាអ្នកមានទិញថែមស្រីស្នំប្រុសស្នំ8ទៅ10នាក់លោកនិយាយពេញមាត់ថាស្រឡាញ់នាងតើអ្នកអាចមានលទ្ធភាពឲ្យបានទេប្រាក់ខែតិចតួចនេះមិនគ្រប់គ្រាន់សូម្បីតែគុជមួយនៅលើរ៉ូបអាពីជន់ហឺសម្លឹងមើលក្រដាស់ទាំងនោះទឹកមុខប្រែคล้ายជាស្លេកភ្លាមគំលាតហេរ៉ាញ់វត្ថុដ៏ធំព្រមទាំងទំនុកចិត្តដែលជ្រាវខៀឲ្យទៅនាងគ្មានបន្សល់ទុកអ្វីទាំងអស់បានវាប្រហារមោទនភាពរបស់គាត់ភាពស្មោះត្រង់ដែលគាត់ចាត់ទុកជាអំណួតប្រឈមមុខនឹងការធានាពិតប្រាកដវាហាក់ដូចជាថោកទាបនិងគួរឲ្យអស់សំណើចណាស់គាត់បើកមាត់តែមិនអាចបញ្ចេញសំឡេងបានសូម្បីតែមួយម៉ាត់នៅចុងបញ្ចប់គាត់អាប់មុខក្តាប់រ៉ូបពណ៌យ៉ាងណែនហើយរត់ចេញពេលថ្ងៃមុនពិធីមង្គលការតាមទំនៀមទម្លាប់កូនកំលោះកូនក្រមុំមិនអាចជួបគ្នាជ្រាវខៀមិនដាច់ចិត្តតែគ្មានមធ្យោបាយត្រូវតែគោរពតាមប៉ុណ្ណោះភីយ៉ិនយល់ថាឱកាសបានមកដល់ហើយគាត់យល់ថាពីរបីថ្ងៃនេះខ្ញុំច្បាស់ជាភ័យស្លន់ស្លោមុនពេលជាការសោកស្ដាយនិងនឹកដល់គាត់ដូច្នេះនៅពាក់កណ្ដាលអាធ្រាត្រគាត់ផឹកស្រាស្រវឹងខ្លាំងរហូតដល់ដើរដួល
មកដល់ខាងក្រៅជញ្ជាំងផ្ទះខ្ញុំគាត់កាន់ដបស្រាហើយច្រៀងតាក់ជញ្ជាំងផ្ទះខ្ញុំចាប់ផ្ដើមច្រៀងខ្លាំងតងយកខាងក្នុងផ្លូវនៅខាងក្រៅជញ្ជាំងអ្នកដើរក្រៅជញ្ជាំងត្រីស្រស់ក្នុងជញ្ជាំងសាយសំឡេងច្រៀងអាឡូអាឡាស្រែកដូចខ្មោចលងបន្ទាប់ពីច្រៀងចប់មួយបទហើយគាត់ក៏ចាប់ផ្ដើមសូត្រកំណាព្យឲ្យផ្ទាល់ខ្លួនដោយភាពជូរចត់បកក្រោយជាត្រើយសុកសានយីងខ្ញុំដឹងថាខ្ញុំខុសហើយចេញមកជួបខ្ញុំដឹងថាអ្នកកំពុងស្ដាប់បើគ្មានខ្ញុំនៅក្នុងចិត្តទេហេតុអ្វីរយៈពេលប៉ុន្មានថ្ងៃនេះមិនចេញពីផ្ទះនាងច្បាស់លួចយំដោយស្ងាត់គាត់នៅខាងក្រៅជញ្ជាំងស្រវឹងនឹងអំនួតខ្លួនសម្ដែងរឿងស្មោះត្រង់របស់ខ្លួនខ្ញុំនៅខាងក្នុងគេងមិនលក់ដោយសារតែសំឡេងរំខាននោះចង់តែយកដេកគុកគាត់ទោះបីជាជាវខៀវមិនមានវត្តមានក៏ដោយប៉ុន្តែអង្គរៈដែលគាត់ទុកឲ្យមិនមែនជាអ្នកប៊ូទេពេភីយ៉នគៀបនឹងឡើងជញ្ជាំងវូទឹកលាងជើងមួយកាធុនលាយជាមួយអាហារដែលនៅសល់ត្រូវបានចាក់ចុះមកលើជញ្ជាំងយ៉ាងជាក់លាក់ចាក់លើភីយ៉នពីក្បាលដល់ជើងនៅចំពេលយប់ងឹតនៅដើមរដូវរងាទឹកត្រជាក់មួយធុងភីយ៉នសាមដូចមាន់ក្នុងស៊ុបនៅលើក្បាលនៅជាប់បន្លែលួយមួយចំនួនភ្ញាក់ពីស្រវឹងស្រាអស់ពាក់កណ្ដាលហើយតែគាត់បែរជាមិនបានខឹងទេផ្ទុយទៅវិញគាត់បានស្រែកដាក់ជញ្ជាំងយីងជានាងមែនទេនាងសុកចិត្តចាក់ទឹកនេះមានន័យថាក្នុងចិត្តនាងនៅខឹងខ្ញុំមានកំហឹងគឺមានសេចក្តីស្រឡាញ់ចូលវាខ្ញុំទៅជេរខ្ញុំទៅឲ្យតែនាងបាត់ខឹងម៉ងសៀនចិនឬដំណឹងនេះប្រញាប់ប្រញាល់មកដោយចង់ទាញគាត់ចេញបងជីដូនមួយឲ្យឈប់លេងទៅត្រឡប់មកជាមួយខ្ញុំវិញមកខ្មាស់គេខ្លាំងណាស់ពេជន់ហឺគាត់រុញនាងចេញភ្នែករបស់គាត់ពោពេញដោយការស្អប់ខ្ពើមចេញពីទីនេះទៅស្ត្រីពីស្ពោនាងមិនស្មើនឹងម្រាមជើងរបស់យីងគុំប៉ះយើងគាត់តោងជាប់នឹងគោជញ្ជាំងរហូតដល់មេឃភ្លឺត្រូវទាហានដើរល្បាតទីក្រុងយកច្រឡំគាត់ជាមនុស្សឈួតហើយបានអូសចេញមែងឆេងអស់សង្ឃឹមយ៉ាងខ្លាំងនាងមើលទៅភីយ៉ិនឈួតដោយសារខ្ញុំជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់គាត់បើមិនអាចមានវាបានទេបំផ្លាញវាចោលនាងបានយកលុយដែលនាងបានរក្សាទុកលួចទៅដោយសម្ងាត់ទៅទីផ្សារងឹតក្រំដីនៅទីក្រុង